បងប្អូនមានចាប់អារម្មណ៍ទេរយៈពេល2ថ្ងៃចុងក្រោយនេះបាទគឺថ្ងៃទី25ថ្ងៃទី26បាទគឺគ្រប់បណ្ដាញសារព័ត៌មានទាំងអស់បាទនៅទូទាំងពិភពលោកបាទជាពិសេសគឺព័ត៌មានធំសំខាន់តែម្ដងគឺគេបានចុះផ្សាយតាក់ទងជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ានក៏ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃបាទអញ្ចឹងគ្រប់សារព័ត៌មានទាំងអស់នៅទូទាំងសកលលោកនោះគេបានចុះផ្សាយបងប្អូនបាទគេបានចុះផ្សាយដូចជាសារព័ត៌មាន BBC បងប្អូនសារព័ត៌មាន BBC នេះគឺជាសារព័ត៌មានធំហើយសំខាន់ជាងគេបាទនៅលើពិភពលោកបាទបានចុះផ្សាយអំពីវត្តមានលោកត្រាំបាទដែលបានធ្វើដំណើរបាទឆ្លងសមុទ្របងប្អូនឆ្លងពីទ្វីបអាមេរិកទៅកាន់ទ្វីបអាស៊ីដើម្បីមកធ្វើការចុះហត្ថលេខានិងធ្វើជាសាក្សីនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពបាទកម្ពុជាថៃបាទហើយសារព័ត៌មានធំបន្ទាប់ទៀតគឺសារព័ត៌មាន Anadolu បាទ Anadolu សារព័ត៌មាន Reuters សារព័ត៌មាន The Guardian សារព័ត៌មាន NDTV បាទសុទ្ធសឹងតែជាសារព័ត៌មានធំដែលគេបានចុះផ្សាយតាក់ទងជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ានក៏ដូចជាការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលមានលោកប្រធានាធិបតី Donald Trump ធ្វើជាសាក្សីបាទរួមជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីគឺលោក Anwar Ibrahim បាទអញ្ចឹងគឺសារព័ត៌មានធំនៅលើសកលលោកហ្នឹងគេចាំតាមដាននៅព័ត៌មានអាប់ដេតថ្មីបាទតាក់ទងជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ានក៏ដូចជាពិសេសហ្នឹងគឺកិច្ចការចុះហត្ថលេខានៅលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃតែម្ដងបាទព្រោះសារព័ត៌មានធំគេចាំមើលបាទគេចាំមើលថាតើដំណើរការនៃការចុះហត្ថលេខានៃកិច្ចព្រមព្រៀងហ្នឹងគឺទទួលបានលទ្ធផលផ្លែផ្កាបែបណាបងប្អូនបាទអញ្ចឹងបានន័យថាកម្ពុជាយើងគឺមិនឯកាទេបងប្អូនកម្ពុជាយើងគឺមិនឯកាទេបាទមានសារព័ត៌មានធំនៅលើពិភពលោកហ្នឹងគេចាំតាមដានរហូតបាទគេចាំតាមដានរហូតបាទអញ្ចឹងបានន័យថានៅទូទាំងពិភពលោកគេចង់បានសន្តិភាពបងប្អូនគេចង់បានសន្តិភាពបាទមិនមានប្រទេសណាដែលចង់បានសង្គ្រាមទេ